សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូមេដាបេដាអាណាព្យាបាលព្រមទាំងសិស្សានុសិស្សទាំងអស់ដែលកំពុងទស្សនាវីដេអូនេះជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះដែរយើងនឹងមានបទសម្ភាសន៍មួយជាមួយនឹងអ្នកគ្រូបង្គោលផ្នែក ICT នៃវិទ្យាល័យហ៊ុនសែនពររៀងអំពីការប្រើប្រាស់កម្មវិធី Chip Ethic សូមជម្រាបសួរអ្នកគ្រូចាជម្រាបសួរអ្នកគ្រូសុខសប្បាយទេអ្នកគ្រូសុខសប្បាយអរគុណចាអញ្ចឹងអ្នកគ្រូអាចណែនាំខ្លួនបន្តិចបានទេអ្នកគ្រូចាជំរាបសួរនេះខ្ញុំឈ្មោះសានសុវិជាគឺជាគ្រូបង្គោល ICT ប្រចាំសាលាវិទ្យាល័យហ៊ុនសែនពររៀងចាអ្នកគ្រូអញ្ចឹងខ្ញុំមានចម្ងល់តាក់ទងជាមួយនឹងមួយ Ethic តើអ្វីទៅជាមួយ Ethic អ្នកគ្រូចាអរគុណច្រើនមួយ Ethic គឺជាកម្មវិធីសិក្សាបែប Digital ដែលបង្កើតឡើងដោយក្រសួងអប់រំសហការជាមួយនឹងមហាវិទ្យាល័យអប់រំព្រមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងគម្រោងកែលម្អការអប់រំជីបចាកម្មវិធីនេះគឺបង្កើតឡើងដោយមានគោលបំណងពង្រឹងនិងវាស់ស្ទង់សមត្ថភាពសិស្សក៏ដូចជាលើកកម្ពស់គុណភាពអប់រំតាមសម័យកាល Digital នេះផងដែរក៏ដូចជាសម្រាប់គ្រប់គ្រងទិន្នន័យសិស្សយើងមានដូចជាការតាមដានការសិក្សាការប្រឡងរបស់សិស្សហើយក៏អាចឲ្យកូនសិស្សមានការប្រឡងតាមអនឡាញក៏ដូចជាប្រឡងតាមតេស្តភាសាផងដែរដែលយើងហៅថាជាតេស្តអន្តរជាតិចង់សួរសំណួរបន្ទាប់ទៀតតើសិស្សអាចទាញយកកម្មវិធីមួយ Ethic នេះបានតាមប្រភពណាខ្លះដែរអ្នកគ្រូចាសូមអរគុណចំពោះកម្មវិធីមួយ Ethic នេះវាគឺជាកម្មវិធីរបស់ក្រសួងអប់រំដែលយើងអាចចូលបានដោយសេរីដែលយើងអាចចូលបានដោយមិនមានបង់ថ្លៃអ្វីទេចាសំខាន់ឲ្យតែយើងចង់សិក្សានិងពង្រឹងសមត្ថភាពបន្ថែមនៅក្នុងការដំឡើង app នេះយើងអាចចូលទៅបានតាមរយៈទី1ប្រសិនបើយើងប្រើទូរស័ព្ទពពុះ Android យើងចូលទៅក្នុង Play Store ហើយវាយពាក្យមួយ Ethic និងដំឡើងវាមកចាចំពោះទូរស័ព្ទ iOS ចាពពុះ iPhone ជាដើមអញ្ចឹងយើងអាចចូលទៅក្នុង App Store ហើយយើងវាយពាក្យមួយ Ethic ដូចគ្នានឹងដំឡើងវាមកបានចាចាអ្នកគ្រូអញ្ចឹងតែខ្ញុំចង់ដឹងបន្តទៀតថាពេលដែល download កម្មវិធីឬក៏ទាញកម្មវិធីនឹងមកហើយតើយើងអាចចូលប្រើប្រាស់កម្មវិធីនឹងបានដោយរបៀបណាដែរអ្នកគ្រូចាអរគុណច្រើននៅពេលដែលយើងដំឡើងកម្មវិធីនេះចូលមកក្នុងទូរស័ព្ទរបស់យើងហើយគឺយើងត្រូវតែចុះឈ្មោះដើម្បីប្រើប្រាស់ app នេះការចុះឈ្មោះនៅក្នុង app នេះគឺតម្រូវឲ្យយើងមាន email មួយផ្ទាល់ខ្លួនកាលពីមុនយើងប្រើប្រាស់ទូរស័ព្ទដៃប៉ុន្តែដោយសារតែមានបញ្ហាច្រើនពេកឥឡូវយើងប្រើប្រាស់តាមរយៈ email ដើម្បីងាយស្រួលនៅក្នុងការចុះឈ្មោះនៅពេលដែលយើងចុចចូលទៅចុះឈ្មោះយើងចុចដំឡើងវាមកហើយចុះឈ្មោះចូលប្រើប្រាស់ហើយយើងជ្រើសរើស email ដែលយើងមាននៅក្នុងទូរស័ព្ទនិងបន្តចុចតាមដែលគេណែនាំនោះទៅគឺយើងបានចូលទៅចុះឈ្មោះហើយដាក់ឈ្មោះរបស់យើងហើយនៅពេលដែលយើងបានចុះឈ្មោះហើយជំហានបន្ទាប់យើងចូលទៅកែឬក៏យើងហៅថាធ្វើបច្ចុប្បន្នភាព account របស់យើងបន្ថែមទៀតដោយបន្ថែមព័ត៌មានលម្អិតថាយើងនៅសាលាណានៅជាសិស្សនៅក្នុងថ្នាក់ណាឈ្មោះអ្វីបែបនេះហើយថ្ងៃខែឆ្នាំកំណើតបន្ទាប់មកគឺយើងអាចចូលប្រឡងនិងចូលសិក្សាបានហើយចាចាអ្នកគ្រូអញ្ចឹងតើចំពោះការប្រើប្រាស់មកកម្មវិធីមួយ Ethic ហ្នឹងវាផ្ដល់អត្ថប្រយោជន៍អីខ្លះចំពោះការសិក្សារបស់សិស្សដែរអ្នកគ្រូចាអរគុណចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីមួយ Ethic នេះគឺពិតជាមានសារៈសំខាន់និងមានអត្ថប្រយោជន៍ច្រើនមែនចាសិស្សជាច្រើនអាចធ្វើការប្រឡងការប្រឡងប្រកួតប្រជែងជាមួយនឹងដៃគូក៏ដូចជាការប្រឡងដោយខ្លួនឯងវាស់ស្ទង់សមត្ថភាពរបស់ខ្លួនហើយនៅសាលាគឺគាត់អាចប្រឡងប្រចាំខែប្រចាំឆមាសបាននៅក្នុង app នេះជារៀងរាល់ខែចាហើយនៅក្នុងនេះក៏មានមេរៀនគាត់អាចចូលទៅអានសៀវភៅនៅក្នុងបណ្ណាល័យគាត់អាចចូលទៅមើលកម្រងវិញ្ញាសាផ្សេងដែលធ្លាប់ចេញក្នុងការប្រឡងឆ្នាំកន្លងមកចាហើយមួយទៀតគឺដើម្បីពង្រឹងសមត្ថភាពសិស្សនៅក្នុងការប្រើប្រាស់ប្រព័ន្ធ Digital ឲ្យមានគុណភាពចាហេតុអីបានយើងថាឲ្យមានគុណភាពពីព្រោះបើសិនជាយើងមិនជួយកែតម្រូវឬក៏តម្រង់ទិសឲ្យគាត់មករកកន្លែងសិក្សាទេការប្រើប្រាស់ទូរស័ព្ទរបស់គាត់គឺគាត់មកតែទៅលេងតែ game ឬក៏ TikTok អីណាអត់ប្រយោជន៍ហើយអញ្ចឹងយើងព្យាយាមក្រសួងអប់រំខិតខំរកវិធីសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យកូនសិស្សប្រើប្រាស់បច្ចេកវិទ្យានេះឲ្យចេះសម្បូរបែបហើយប្រើប្រាស់ឲ្យមានប្រយោជន៍ថែមទៀតចាហើយចំណុចសំខាន់មួយទៀតនោះគឺលោកគ្រូអ្នកគ្រូក៏អាចតាមដានការសិក្សារបស់សិស្ស
ពេលដែលលោកគ្រូអ្នកគ្រូបានសិក្សាបានបង្រៀនកូនសិស្សហើយលោកគ្រូអ្នកគ្រូអាចបោះសញ្ញាកិច្ចការឲ្យកូនសិស្សទៅសិក្សាស្រាវជ្រាវ ទៅសិក្សាស្រាវជ្រាវនៅក្នុង app នេះផងដែរដោយមានសញ្ញាកិច្ចការដែលកូនសិស្សអាចសិក្សាបានហើយលោកគ្រូអ្នកគ្រូអាចតាមមើលលទ្ធផលសិក្សារបស់កូនសិស្សនៅក្នុង app នេះផងដែរដោយសារលោកគ្រូអ្នកគ្រូគឺមាន dashboard មួយដើម្បីតាមដានមើលលទ្ធផលរបស់សិស្សចាហើយក៏សូមបន្ថែមបន្តិចទៀតដែរតកតទៅនឹងការចូលប្រឡងរបស់សិស្សអាចចូលទៅប្រឡងតាមរបៀបផ្សេងទីមួយគាត់អាចចូលប្រឡងតាមរយៈ link ដែលក្រុមការងារបោះជូនហើយមួយទៀតគឺគាត់អាចចូលទៅតាម QR code ដែលក្រុមការងារបោះជូនផងដែរហើយរបៀបផ្សេងទៀតគាត់អាចប្រើ app ដែលគាត់មាននឹងចូលទៅក្នុង app ទៅគឺមានកន្លែងដែលយើងអាចចុចទៅចូលក្នុងការប្រឡងចាយើងអាចចូលទៅហើយវាលេខសម្ងាត់ដែលខាងភ្នាក់ងារបានជាប់ជូននឹងទៅចាហើយនឹងមួយរបៀបទៀតដែលគាត់អាចចូលទៅប្រឡងបានផងដែរគឺគាត់អាចចូលទៅក្នុងកម្មវិធី Chrome ហើយវាយពាក្យមួយ edit នឹងមានដំណរ link ភ្ជាប់ទៅដើម្បីឲ្យគាត់ចូលប្រឡងបានផងដែរចាអរគុណច្រើនចំពោះការប្រឡងហើយសិស្សដែលគាត់មិនមានឈ្មោះនៅក្នុងការប្រឡងក៏អាចបង្កើតឈ្មោះដើម្បីចូលប្រឡងបានដែរពួកយើងអាចធ្វើឲ្យគាត់ឬក៏បំពេញទិន្នន័យនឹងប្រឡងបានដូចគេដូចឯងដែរបើសិនជាគាត់មិនបានចុះឈ្មោះពីមុនមកចាអរគុណច្រើនចាអ្នកគ្រូអញ្ចឹងសម្រាប់ការប្រើប្រាស់កម្មវិធីមួយអេតិចនេះដែរតើអ្នកគ្រូមានជាសំណុំពរអីដែរទៅកាន់អាណាព្យាបាលក៏ដូចជាមេដាបិតាហើយនិងសិស្សានុសិស្សផងដែរអ្នកគ្រូអាចសន្ថែមបានចាអរគុណច្រើនចំពោះសំណុំពររបស់នាងខ្ញុំគឺចំពោះសិស្សទៅចោះទៅសិស្សមុនសំណុំពរឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយនឹងចូលរួមប្រឡងតាមអនឡាញដែលមាន app មួយអេតិចនេះហើយឲ្យបានគ្រប់គ្នានិងកុំប្រើប្រាស់ទូរស័ព្ទដែលខុសគោលការណ៍ពីសាលាបានកំណត់ហើយសំណុំពរមេដាបិតាសិស្សសូមមេត្តាចូលរួមសហការជំរុញនិងលើកទឹកចិត្តកូនឲ្យគាត់បានចូលរួមប្រឡងនិងធ្វើការស្វ័យសិក្សារៀនសូត្របានគ្រប់គ្នាតាមប្រព័ន្ធអនឡាញនេះព្រោះប្រសិនបើយើងមិនបានឲ្យគាត់ចូលរួមហាត់ហ្វឹកហ្វឺននៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទេធ្វើឲ្យគាត់នឹងពុំដឹងអំពីការសិក្សាធ្វើឲ្យគាត់នឹងនៅពុំយល់អំពីប្រព័ន្ធ digital ទេព្រោះយើងសម័យនេះទៅហើយយើងត្រូវតែដឹងត្រូវតែចេះអញ្ចឹងសំបីតាមកដល់ពេលនេះកូនសិស្សខ្លះនៅមិនទាន់ដឹងថាអ្វីទៅ email មិនទាន់ដឹងថាតើ email នោះបែបណាចូលទៅបែបណាទេអញ្ចឹងបើសិនជាយើងជំរុញឲ្យគាត់បានប្រើប្រាស់ខ្លះគាត់ចេះដោះស្រាយគាត់ចេះចូលរួមគាត់ចេះចុចខ្លះអញ្ចឹងគាត់នឹងខិតខំប្រកួតប្រជែងហើយគាត់អាចរៀនសូត្របានច្រើនចា៎ហើយអ្វីដែលជាសំណុំពរបន្ថែមគឺថាពុកម្ដាយឬក៏អាណាព្យាបាលតាមដានកូនយើងពិតជាចង់ឲ្យកូនចេះប៉ុន្តែយើងឲ្យកូនសិស្សឲ្យកូនប្រើប្រាស់ទូរស័ព្ទក៏ត្រូវតែមានការតាមដានមើលឲ្យបានដិតដល់ផងដែរយើងឲ្យគាត់ប្រើប្រព័ន្ធបច្ចេកវិទ្យានៅក្នុងគោលបំណងការសិក្សារៀនសូត្រដែលល្អសម្រាប់គាត់មិនមែនឲ្យគាត់យកទៅប្រើប្រាស់អ្វីដែលខុសពេលខុសវិន័យហើយធ្វើឲ្យខ្លួនគាត់ដូចជាมันមានប្រយោជន៍ទេដូចជាការលេងហ្គេមអត់ប្រយោជន៍ដូចជាការដែលគាត់ចំណាយពេលដាច់យប់លេង TikTok អត់មានបានផលប្រយោជន៍អំពីការលេងនោះអីនោះគឺវាអត់ល្អទេចាអញ្ចឹងសូមអរគុណច្រើនគឺមានប៉ុណ្្នឹងដែរហើយចំណុចសំខាន់មួយថែមទៀតសាលាក៏មានការជួយដូចជាចំពោះសិស្សដែលគាត់នៅតូចថ្នាក់ទី7ទី8ក្តីដែលគាត់មិនអាចប្រើទូរស័ព្ទឬក៏ប្រព័ន្ធបច្ចេកវិទ្យា digital ផ្សេងបានសាលាខិតខំរកដំណោះស្រាយដើម្បីឲ្យកូនសិស្សចូលប្រឡងឲ្យបានគ្រប់គ្នាដោយបើកកុំព្យូទ័រត្រៀមកុំព្យូទ័រត្រៀមឧបករណ៍ផ្សេងចាំកូនសិស្សដែរចាជាចុងក្រោយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលដ៏មានតម្លៃក្នុងការចែកម្លែកបទសម្ភាសន៍ទាក់ទងនឹងការប្រើប្រាស់កម្មវិធីមួយអេតិចនេះផងដែរអ្នកគ្រូអញ្ចឹងសូមគោរពថ្លែងអំណរគុណអ្នកគ្រូហើយជូនពរអ្នកគ្រូជួបប្រទេសតែពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណអ្នកគ្រូចាសួស្តីអូនចាជំរាបសួរអ្នកគ្រូចាអញ្ចឹងតើអូនមានឈ្មោះអីដែរហើយសប្តាហ៍ថ្ងៃនេះអូនរៀនថ្នាក់ទីប្រមាណដែរអូនចានាងខ្ញុំឈ្មោះអុកធីតាជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យហ៊ុនសែនពូរៀងចាអូនអញ្ចឹងចំពោះការតាក់ទងជាមួយនឹងការសិក្សាតើបងអូនប្រើកម្មវិធីមួយ EdTech នេះដើម្បីអ្វីដែរបងអូនអាចចែកម្លែកបានចាអ្នកគ្រូចំពោះការប្រើ app មួយ EdTech ចំពោះការសិក្សាវិញនាងខ្ញុំប្រើប្រាស់វាដើម្បីស្វែងសិក្សាបង្កើនចំណេះដឹងថ្មីស្វែងរកចំណេះដឹងអ្វីដែលថ្មីអនុវត្តវិញ្ញាសានិងធ្វើតេស្តសមត្ថភាពខ្លួនឯងជារៀងរាល់ខែ
ចាអញ្ចឹងក៏សូមអរគុណចំពោះបងអូនដែរដែលចំណាយពេលវេលាក្នុងការចែកម្លែកក្នុងការប្រើប្រាស់កម្មវិធីមួយអេតិចផងដែរសួស្តីអូន ចាជំរាបសួរអ្នកគ្រូ ចាអញ្ចឹងតើអូនមានឈ្មោះអ្វីដែរហើយសប្តាហ៍ថ្ងៃនេះរៀនថ្នាក់ទីប្រមាណដែរអូន នឹងខ្ញុំមានឈ្មោះថាសុជាសេម៉ាក់សប្តាហ៍ថ្ងៃរៀនថ្នាក់ទី 12A នៅវិទ្យាល័យហ៊ុនសែនពូរៀង ចាអញ្ចឹងតើបងអូនធ្លាប់ស្គាល់កម្មវិធីមើលអេតិចពីមុនមកអត់ ចាអ្នកគ្រូខ្ញុំធ្លាប់ស្គាល់ ចាអញ្ចឹងបើបងអូនធ្លាប់ស្គាល់ហើយតើបងអូនធ្លាប់បានប្រើប្រាស់ហ៎ ខ្ញុំធ្លាប់បានប្រើប្រាស់អ្នកគ្រូ ចាអញ្ចឹងចំពោះការប្រើប្រាស់នេះដែរតើបងអូនគិតថាកម្មវិធីមើលអេតិចនេះវាមានអត្ថប្រយោជន៍អីខ្លះចំពោះការសិក្សារបស់បងអូន សម្រាប់ខ្ញុំកម្មវិធីមួយអេតិចនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខ្ញុំដូចជាទី1សិស្សានុសិស្សអាចចូលរួមក្នុងការប្រឡងតេស្តសមត្ថភាពនិងអាចអនុវត្តលំហាត់នានាបានគ្រប់ទីកន្លែងដោយគ្រាន់តែមានឧបករណ៍អេឡិចត្រូនិកនិងអ៊ីនធឺណិត ចា លើសពីនេះវាដើរតួនាទីជាកន្លែងវឹកហាត់និងផ្សំសមត្ថភាពសិស្សឲ្យស្គាល់ពីទម្រង់នៃវិញ្ញាសានិងរបៀបនៃការប្រឡងតាមប្រព័ន្ធ Digital ព្រមទាំងអាចកាត់បន្ថយភាពតានតឹងនៅពេលប្រឡងទៀតផងម្យ៉ាងទៀតកម្មវិធីនេះអនុញ្ញាតឲ្យសិស្សានុសិស្សដឹងពីលទ្ធផលភ្លាមៗព្រមទាំងអាចដឹងចម្លើយខុសនិងចម្លើយត្រូវហើយជួយឲ្យពួកគេដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងភ្លាមៗមួយវិញទៀតសិស្សានុសិស្សអាចសន្សំសំចៃពេលវេលានិងថវិកាបានច្រើនជំនួសឲ្យការធ្វើដំណើរទៅសាលារៀនឬមណ្ឌលប្រឡងដោយផ្ទាល់ស្របពេលដែលក្រសួងអាចគ្រប់គ្រងទិន្នន័យបានយ៉ាងទូលំទូលាយ ចាជាចុងក្រោយអ្នកគ្រូសូមអរគុណបងអូនផងដែរដែលបានចែកម្លែកក្នុងការប្រើប្រាស់ក៏ដូចជាអត្ថប្រយោជន៍ជាមួយនឹងកម្មវិធីមួយអេតិចហើយអ្នកគ្រូក៏ជូនពរបងអូនផងដែរឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការសិក្សាចាអរគុណចាចំពោះកិច្ចសម្ភាសន៍ស្ដីអំពីការប្រើប្រាស់កម្មវិធីមួយអេតិចសូមបញ្ចប់តែត្រឹមនេះដែរសូមអរគុណសម្រាប់ការតាមដានវីដេអូនេះអញ្ចឹងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយសូមអរគុណ